ជំរាបសួរពួកខ្ញុំជាសិស្សរៀននៅថ្នាក់ទី 11A នៃវិទ្យាល័យហ៊ុនសែនជាកលើថ្ងៃនេះពួកខ្ញុំនឹងមកបញ្យល់អំពីព្រៃឈើយើងដឹងអាចថាព្រៃឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់ការពារភពផែនដីពីគ្រោះអន្តរាយផ្សេងៗព្រៃឈើប្រៀបបានទៅនឹងសួររបស់ភពផែនដីដែលបានផ្ដល់ជំរកដល់មនុស្សនិងសត្វក្រៅពីនេះវាបានស្រូបយកឧស្ម័នកាបូនិកនិងបញ្ចេញនូវឧស្ម័នអុកស៊ីសែនដែលធ្វើមានជីវិតរស់នៅលើភពផែនដីព្រៃឈើនិងមនុស្សមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធប្រសិនបើគ្មានវត្តមាននៃព្រៃឈើនោះទេក៏គ្មានវត្តមានរបស់មនុស្សដែរដូច្នេះព្រៃឈើគឺជាជីវិតរបស់មនុស្សជាតិក៏ប៉ុន្តែបច្ចុប្បន្នព្រៃឈើកំពុងទទួលរងនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយកត្តាផ្សេងៗជាច្រើនដូចជា1កំណើនប្រជាជនឥតឈប់ឈរធ្វើឲ្យតម្រូវការកើនឡើង2ការកាប់បំផ្លាញព្រៃឈើធ្វើលំនៅឋាន3ការទន្ទ្រានដីព្រៃធ្វើកសិកម្ម4អាជីវកម្មរ៉ែ5ការអភិវឌ្ឍ6ភ្លើងឆេះព្រៃ7នគររូបនីយកម្ម8បាត់ល្មើសព្រៃឈើខុសច្បាប់ផ្សេងហើយការបាត់បង់ទាំងនេះធ្វើឲ្យកើតមាននៅបញ្ហាផ្សេងៗមួយចំនួនរួមមានទី1ការកាន់កម្ដៅលើភពផែនដីទី2បាត់បង់ចម្រុះសម្រាប់មនុស្សនិងសត្វទី3គ្រោះទឹកជំនន់ទី4ការប្រែប្រួលនៃអាកាសធាតុទី5ភ្លៀងធ្លាក់មិនទៀងទាត់ទី6កើតមាននៅសំណឹកដីទី7មានកំណើនឧស្ម័នកាបូនិកទី8ភាពរាំងស្ងួតទី9ផលិតផលកសិកម្មថយចុះទី10ផ្សារទាំងរុក្ខជាតិវិនិច្ឆ័យហិនហោចទី11កំណើនកម្ដៅធ្វើឲ្យមានពូទឹកសមុទ្រកើនឡើងដូចជាដើម្បីការពីភពផែនដីពីគ្រោះមហន្តរាយទាំងនេះមានដូចជាទី1ចូលរួមដាំឈើបន្ថែមទី2ទប់ស្កាត់សកម្មភាពផ្សេងៗដែលប៉ះពាល់ដល់ព្រៃឈើទី3ចូលរួមថែរក្សានិងអភិរក្សព្រៃឈើទី4អប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីផលប្រយោជន៍នៃព្រៃឈើទី5មានវិធានការមើងងាត់ប្រឆាំងនឹងការធ្វើអាជីវកម្មព្រៃឈើទី6កាត់បន្ថយកំណើនប្រជាជនទី7បដូរពីការប្រើប្រាស់អុកស៊ីហ្សែនទៅជាការប្រើប្រាស់អគ្គិសនីទី8បញ្ឈប់អាជីវកម្មរ៉ែដែលមានផលប៉ះពាល់ទៅដល់ព្រៃឈើទី9ចូលរួមសកម្មភាពផ្សេងៗដែលជួយទៅដល់ព្រៃឈើទី10បង្កើតក្រុមសម្រាប់ការចុះត្រួតពិនិត្យទី11អប់រំប្រជាជនឲ្យយល់ដឹងអំពីផលប៉ះពាល់នៅពេលដែលគ្មានព្រៃឈើទី12បណ្ដុះគំនិតមនុស្សគ្រប់រូបឲ្យចេះស្រឡាញ់និងថែរក្សាការពារព្រៃឈើសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់សូមជម្រាបលា